hay đi chụp buộc cảnh con cứประเภท rương nịch tiến giống như do thưa mau thưa chỉ ประเภท rương period dân chưa tha như nâng từ tua ban ở ca quan trò trà được này bây giờ rương nâng mọc vừa hay xem đẹp concept này rương buộc cảnh con dương bên concept muối cứ dương trong sạp cho một nước chứ muối nâng thon mà chết chỉ một nước chỉ muối nâng sạch pua hay ở phiệp smart strong rồi vâng ở cua nông rung rusa và pon và mây chẳng từ hay nâng muối tiết cứ ở chia xe món cứ ở mà đai nâng cầu chân cầu nâng quạt thở đăng pon nâng đai mày em mày chân ở hưởng thua tình con đấy dương concept dương đảo kháng lời nắng được hay dương ban chậm này tôn chỉ cho đang giảm vừa nâng សម្រាប់ពូកេងកងចំណាយទុនអស់ប្រមាណ anh ấy dân kết chỉ bắt chất muối sầm đẹp năm phi con đã bấm phơi nó giờ bàn bạc cả hai dân trai tôn chiêng mà liền đặt lá sầm đẹp thưa phải là con mài chắc vâng po cảnh con ấy nó về thật là không có chọc muối nó không tập bạc chiêng mà liền đặt lá sầm đẹp ca phải là từ này nó không chăm phi con đã bấm pi thiền anh nên phơiประมาณ เดือน เลย បង ស្រាប់ យើង ខ្មែរ យើង ក្រុង ផលិត ជាង 300 ម៉ោង យើង វា អាច ជាង 10 រឿង អាច 14 15 រឿង ចឹង ទៅ ចា ភាគច្រើន គឺ បង យក ផលិតករ មក ពី ខ្មែរ ខ្មែរ ទាំង អស់ ឬ ក៏ បង យក មក ពី បរទេស ដែរ ភាគច្រើន គឺ យើង ប្រើ ធនធាន ផាក់ ខ្មែរ យើង ច្រើន ប៉ុន្តែ យើង សង្កេត មើល ពួក គាត់ ដែរ ដូច ថា ខ្លះ ផលិតកម្ម ខ្លះ គាត់ ត្រូវ ការ ជំនួយ ខាង ក្រាហ្វិក ឬ ក៏ គាត់ ត្រូវ ការ តិច និច អី ចឹង ចឹង យើង មាន ធីម បរទេស ចូល រួម ដូច ជា រឿង ពួក កេងកង ហ្នឹង ខាង script writer យើង មាន ខាង ហ្វីលីពីន គាត់ ជួយ ប៉ុន្តែ ក្នុង ហ្នឹង យើង មាន អ្នក 2 អ្នក ដែរ ជា ខ្មែរ ក្នុង ការ develop script ហ្នឹង ចា ហើយ DOP យើង គឺ ប្រភេទ គឺ ជនជាតិ កាណាដា ហើយ នឹង មាន ខាង graphic ខាង អី ផ្សេងៗ ទៀត សម្រាប់ រឿង សុផាត និង រឿង ពស់កេងកង វា គឺជា រឿង ព្រេង ខ្មែរ ពិបាក ទេ នៅ ក្នុង ការ ទទួល សិទ្ធិ ក្នុង ការ ថត រឿង ទាំងពីរ ហ្នឹង ដោយសារ យើង បាន សិក្សា ដែរ ដោយ រឿង ពស់កេងកង អញ្ចឹង គឺ concept ដើម ហ្នឹង គឺ ឆ្នាំ យើង យក ឆ្នាំ 1970 ជាង ចា អញ្ចឹង នៅ ក្នុង ពេល ហ្នឹង គឺ យើង បាន សិក្សា ដូច ជា អត់ មាន កម្មសិទ្ធិ ខាង ណា ទេ ហើយ យើង បាន ហែក ទៅ ខាង សមាគម ទូទួល ដែរ គាត់ ថា អត់ អី ទេ យើង អាច ផលិត បាន ហើយ រឿង សុផាត ហ្នឹង គឺ ក៏ អត់ មាន កម្មសិទ្ធិ បញ្ញា អី ចឹង ដែរ ប៉ុន្តែ រាល់ រយការ យើង ធ្វើ អញ្ចឹង យើង ត្រូវ តែមាន លិខិត អី ទៅ ខាង សមាគម ដែរ ថា យើង បាន ផលិត នេះ ឬ ពីរ នេះ ហើយ concept វា អី មិន ចឹង ណា សពថ្ងៃឃើញបណ្ដាស្ថានីយទូរទស្សន៍មួយចំនួនគាត់ចាប់ផ្ដើមទិញកម្មសិទ្ធិបញ្ញាពីប្រទេសជិតខាងក្នុងការថតខ្សែភាពយន្តចុះសម្រាប់ PNN យើងគិតថាយើង គួរ ពិចារណា ដែរ ក្នុង ការ ដែល យើង ទិញ កម្មសិទ្ធិ script ផងគេ ចា format script ផងគេ ប៉ុន្តែ យើង ត្រូវ តែ រើស សាច់ រឿង ណា ដែល វា ស៊ី ជាមួយ នឹង ស្រុក ខ្មែរ យើង ទិញ script format script ពី គេ ហ្នឹង គឺ យើង ចង់ ជំរុញ ឲ្យ អ្នក និពន្ធ នៅ ស្រុក ខ្មែរ យើង ហ្នឹង គាត់ ដឹង ពី របៀប ការ រៀបចំ សរសេរ script របស់ គាត់ អញ្ចឹង យើង គិត ថា អូខេ យើង ទិញ 3 4 រឿង ទៅ ពួក គាត់ នឹង ទទួល បាន បទពិសោធន៍ ច្រើន ពី format គេ ហើយ គាត់ នឹង develop ខ្លួន គាត់ ឲ្យ បាន ល្អ សម្រាប់ រឿង តទៅ មុខ ទៀត នេះ គឺជា ឆ្នាំ ទី 2 សម្រាប់ PNN ឆ្នាំ ទី ប៉ុន្មាន ទៅ PNN សម្រាប់ ចិត្ត ក្នុង ការ ទិញ សាច់ រឿង ពី បរទេស ឬ ក៏ កម្មវិធី មក ពី បរទេស ក្នុង ការ ផលិត ឡើង វិញ ដូច លើក មុន យើង បាន និយាយ ម្ដង ហើយ ថា PNN យើង ចាប់ ផ្ដើម ហើយ យើង ចង់ ផ្ដល់ ឱកាស សម្រាប់ ការ ផលិត ក្នុង ស្រុក ផលិតករ វ័យ ក្មេង យើង ច្រើន ហើយ យើង បាន ធ្វើ រួច មក ជាង 1 ឆ្នាំ ហ្នឹង ហើយ សម្រាប់ ឆ្នាំ នេះ ក៏ យើង បាន ចូល រួម នៅ film mark ផ្សេងៗ ទៀត ហើយ យើង បាន មើល ឃើញ នៅ format script ឬ ក៏ format រឿង ឬ ក៏ format កម្មវិធី មួយ ចំនួន អ្វី ដែល សំខាន់ មួយ ថ្ងៃ នេះ format វា មាន ច្រើន ប៉ុន្តែ សំខាន់ យើង ត្រូវ មើល ទៅ លើ សក្តានុពល ធនធាន មនុស្ស របស់ យើង តែ យើង អាច យក format ហ្នឹង មក យើង ផលិត បាន ល្អ ដូច គេ អត់